សុខភាពមិនល្អជីវិតក៏មិនល្អបាទមានន័យអ្វីមានលុយរាប់ពាន់រាប់ម៉ឺនរាប់សែនរាប់លានដុល្លារប៉ុន្តែជីវិតពាក់តមនេះតមនោះណោះមួយទៀតជីវិតទៅណាមកណាមានគេគ្រាមានគេស្អែងណោះជីវិតហូបតមនេះតមនោះសុខភាពមិនល្អអត់មានឥស្សរភាពអត់មានឥស្សរភាពអញមិនដឹងលើកស្គរថ្ងៃណាអញមិនដឹងលើកខ្លាញ់ថ្ងៃណាអញមិនដឹងគៀងបេះដូងថ្ងៃណាអញមិនដឹងឈឺថ្ងៃណាសិតសឹងតែជាបញ្ហានៅក្នុងជីវិតដែលយើងត្រូវចេះយើងត្រូវដឹងយើងត្រូវស្វែងយល់ហើយយើងយកទៅដោះស្រាយវិបត្តិមួយហ្នឹងបាទនៅក្នុងរាងកាយរបស់យើងទាំងមូលបើសិនជាមូលដ្ឋានគ្រឹះដូចជាក្រពះពោះវៀនរបស់យើងនេះមិនស្អាតមិនដែលលាងសោះណាវាជាបញ្ហាមួយដែលបង្កធ្វើឲ្យយើងកើតជំងឺផ្សេងៗនៅក្នុងរាងកាយរបស់យើងតែម្ដងបាទជាពិសេសគឺជំងឺបាត់បង់សារជាតិចិញ្ចឹមនៅក្នុងរាងកាយរបស់យើងដែលធ្វើឲ្យរាងកាយរបស់យើងនឹងមិនរឹងមាំបាទដែលធ្វើឲ្យរាងកាយរបស់យើងចុះខ្សោយខ្វះសារជាតិអាហារចិញ្ចឹមនៅក្នុងរាងកាយដែលសារនេះពោះវៀនរបស់យើងនឹងគឺក៏កិច្ចបាំងឆ្នឹមអាក្រក់ដែលក្នុងមួយឆ្នាំគឺយើងមិនដែលលាងសម្អាតក្រពះពោះវៀនWHO ណែនាំណាពុកម៉ែបងប្អូនបាទក្នុងការលាងសម្អាតក្រពះចឹងយើងមកផ្សារភ្ជាប់ជាមួយនឹងផលិតផលរបស់យើងគឺ Fiber King គឺជាផលិតផលជាតិនិយមគឺជាផលិតផលខ្មែរដែលជាខ្មែររបស់យើងផលិតបានសម្រាប់ខ្ញុំហ្មងខ្ញុំបានធ្វើទីផ្សារជាច្រើនពាក់ព័ន្ធជាមួយនឹងផលិតផលនេះនៅខាងក្រៅគេនាំចូលមកគឺលាងសម្អាតក្រពះពោះវៀនគឺគេមានចំណុចឆ្នុំអ្នកឈឺអ្នកជាក៏ដោយអ្នកឈឺបើសិនជាគាត់ហូបគាត់លាងសម្អាតក្រពះពោះវៀនស្អាតណាគាត់ហូបថ្នាំគាត់ហូបអាហារចូលទៅរាងកាយរបស់គាត់ទទួលបាន 100% ពេញលេញតែបើសិនជាអ្នកឈឺឆ្នឹមអ្នកជាក៏ដោយឆ្នឹមជាប់តែពោះវៀនតើហូបអាហារចូលទៅការបំបែកអាហារការបញ្ជ្រាបអាហារចូលទៅក្នុងនេះពោះវៀនដើម្បីចែកចាយទៅចិញ្ចឹមសារពាង្គកាយទាំងចុងជើងនិងចុងសក់នេះជាដំណើររបស់រាងកាយដែលបង្កធ្វើឲ្យយើងកើតជីវិតនេះឲ្យរស់រានមានជីវិតនេះវាមានបញ្ហាហ្នឹងវាស្ទះបាត់ទៅហើយនេះវាបាំងបាត់អស់នេះដោយសារឆ្នឹមណាឃើញទេវាសំខាន់នៅក្នុងការដែលយើងយល់ដឹងការលាងសម្អាតក្រពះពោះវៀនហ្នឹងបាទយើងផលិតបានផលិតផលជាតិនិយមបាទឡាបូជិតខ្មែររបស់យើងទទួលស្គាល់ Fiber King ទៀតគ្មានផលប៉ះពាល់ដល់រាងកាយរបស់យើងនោះទេអត់មានទេយល់ទេបាទចឹងទាំងពុកម៉ែបងប្អូនដែលបានឆ្លងកាត់យល់អំពីការលាងសម្អាតក្រពះពោះវៀនគាត់ត្រូវតែប្រើប្រាស់ផលិតផលលាងសម្អាតក្រពះពោះវៀនហើយផ្សារភ្ជាប់បងប្អូនគាំទ្រផលិតផលជាតិនិយមរបស់យើងធ្វើឲ្យជាតិរបស់យើងសេដ្ឋកិច្ចរីកចម្រើនកុំឲ្យលុយហូរទៅក្រៅប្រទេសបាទកុំឲ្យលុយហូរទៅក្រៅប្រទេសនាំគ្នាសិក្សាស្វែងយល់ Fiber King ឲ្យច្បាស់ហើយនឹងប្រវត្តិ Fiber King មកពីណាបាទខ្ញុំមិនទាន់បានធ្វើវីដេអូនឹងសំណេះសំណាលជួបជាមួយនឹងម្ចាស់សិប្បកម្មថាគាត់មានរូបមន្តអ្វីពីណាមកបាទហើយស្តង់ដារយ៉ាងម៉េចនៅក្នុងការផលិតគ្រាន់តែខ្ញុំឆ្លងកាត់ថាខ្ញុំប្រើហើយម្ដាយខ្ញុំប្រើហើយម្ដាយខ្ញុំប្រើតាំងពីដេករហូតដល់ម្ដាយខ្ញុំដើរតុយបាទម្ដាយខ្ញុំបានស្លាប់យូរហើយ2 3ឆ្នាំហើយប្រើ Fiber King ជាផលិតផលខ្មែរផលិតផលជាតិនិយមបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមិនយល់ពីគុណតម្លៃដ៏មហាសាលនៃការលាងសម្អាតក្រពះពោះវៀនដើម្បីការពារសុខភាពដើម្បីការពារជីវិតឲ្យរស់នៅគុំបានយូរឲ្យរស់នៅបានចាយលុយបានយូរលុយដែលយើងខំប្រឹងរករាប់ពាន់រាប់ម៉ឺនរាប់សែនរាប់លានដុល្លារនេះកុំឲ្យយើងទៅចោលលុយវាស្ដាយស្វែងយល់ការលាងសម្អាតក្រពះពោះវៀនឲ្យបានយល់ហើយលម្អិតឲ្យច្បាស់បំផុតថាហេតុអ្វីត្រូវតែលាងហើយសិក្សាតាម WHO ផងហេតុអ្វីត្រូវលាងសម្អាតក្រពះពោះវៀននឹងឯងបាទតែយើងមិនត្រឹមតែសម្អាតក្រពះពោះវៀនទេខ្លាញ់ស្ករអាស៊ីតដែលមិនល្អនៅក្នុងរាងកាយរបស់យើងនឹងជាតិពុលវានឹងសម្អាតចេញទាំងអស់តែម្ដងអូខេអរគុណជួបគ្នានៅវីដេអូក្រោយសង្ឃឹមថាពុកម៉ែបងប្អូនជួយ like ជួយ share និងជួយគាំទ្រផលិតផលជាតិនិយមរបស់យើងបាទ Fiber King អរគុណ